អួតនឹងអំនួតឈួតធ្វើចេះតែលទ្ធផលវិញគឺកំផេះតែម្ដងស៊ីហ្គេមកម្ពុជារបស់យើងកាលឆ្នាំ2023គឺរងការប្រមាថពីប្រទេសថៃមកច្រើនមែនទែនបងប្អូនគឺប្រទេសផ្សេងៗគឺគេពេញចិត្តជាមួយនឹងការរៀបចំស៊ីហ្គេមរបស់កម្ពុជារបស់យើងប៉ុន្តែប្លែកអីតែ Thailand មួយទេគឺអត់ពេញចិត្តហើយនឹងមើងងាយប្រមាថជាមួយនឹងស៊ីហ្គេមរបស់យើងខ្លាំងមែនទែនថាយើងរៀបចំអន់អីចឹងណាបងប្អូនប៉ុន្តែតែមើលខ្លួនឯងចាបើរាប់ពីកំហុសវិញគឺមិនបាច់រាប់តែម្ដងរាប់មិនអស់ទេបងប្អូនគេហៅថាមនុស្សឈួតធ្វើចេះសំបីតែ Thailand របស់ខ្លួនឯងនេះទៅដាក់រូបទង់ជាតិវៀតណាមហើយនេះឥណ្ឌូនេស៊ីប៉ុន្តែដាក់រូបទង់ជាតិឡាវដូចបៃឡុកបៃឡអញ្ចឹងហើយយើងទៅមើលស្ថានភាពជាក់ស្ដែងក្នុងស៊ីហ្គេមទៅចាសំបីតែមិនថាយើងទេបងប្អូនខាងប្រទេសផ្សេងៗក៏វារិះគន់ដែរហើយសំបីតែប្រទេសថៃរបស់វាហ្នឹងក៏លក្ខណៈថាអត់ពេញចិត្តជាមួយនឹងកម្មវិធីស៊ីហ្គេមឆ្នាំនេះដែរបងប្អូនហើយតម្រាំតែបានធ្វើជាម្ចាស់ផ្ទះមិនមែនតិចឆ្នាំទេបងប្អូនយូរឆ្នាំខ្លាំងណាស់ហើយកម្ពុជារបស់យើងរងចាំអស់រយៈពេល65ឆ្នាំតម្រាំតែបានបង្កើតស៊ីហ្គេមជាម្ចាស់ផ្ទះមួយនេះប៉ុន្តែកម្ពុជារបស់យើងគឺរៀបចំយ៉ាងល្អឥតខ្ចោះចឹងមិនថាកម្ពុជារបស់យើងគឺសង្ងំងំរងការប្រមាថពីប្រទេសអ្នកជិតខាងរបស់យើងច្រើនណាស់ប៉ុន្តែយើងសង្ងំអភិវឌ្ឍទៅមុខម្ដងតិចយើងដើរយឺតជាងគេមែនប៉ុន្តែយើងបានដើរទៅមុខយើងអត់បានដើរថយក្រោយដូចជាប្រទេស Thailand ទេបងប្អូនយើងយក SEA Games ដែលមាន Thailand ជាម្ចាស់ផ្ទះនិង SEA Games ដែលមានកម្ពុជារបស់យើងជាម្ចាស់ផ្ទះវិញបងប្អូនយកទៅប្រៀបធៀបគ្នាទៅចាយើងដឹងថាអ្នកណាគឺជារបស់ពិតលទ្ធផលធ្លាប់តែមើងងាយខ្មែររបស់យើងបងប្អូនគឺប្រមាថយើងចេញមកស្ដែងអត់មានក្រែងលឯងចិត្តយើងតែម្ដងឥឡូវហ្នឹងគឺ SEA Games របស់ខ្លួនឯងដូចអេតចាយ